សិនបោះឬក៏ផ្សិតសនេះគឺដាំងាយខ្លាំងមែនតើណាបងប្អូនអានេះគឺដោយសារតែកដោតែចឹងហើយខ្ញុំមកដាក់ឲ្យភ្ញៀវទេគឺខ្ញុំត្រៀមយកដាំខ្លួនឯងចឹងណាចឹងបើសិនជាបងប្អូនមានតម្រូវការចង់ដាំផ្សិតច្បងធម្មជាតិផ្សិតធម្មជាតិអត់មានជាតិគីមីបន្តិចទេចាបងប្អូនអាចទិញបានចាផ្សិតនេះទោះបីជាបងប្អូនរវល់ខ្លាំងប៉ុណ្ណាក៏ដោយក៏ដាំបានដែរចាគ្រាន់តែតម្រៀបវាហើយស្រោចទឹកវារាល់ថ្ងៃចាហើយមានដបូលចឹងណាកុំឲ្យភ្លៀងតក់មកចឹងវាសើមជោគខ្លាំងចឹងណាគឺដាំងាយខ្លាំងមែនតើបងប្អូនអើយចឹងសម្រាប់បងប្អូនដែលរវល់ខ្លាំងណាគឺដាំបានចាបងដាក់តែ20-30កញ្ចប់ហ្នឹងគឺបងប្អូនដកបានសឹងរាល់ថ្ងៃចាហើយអានេះហ្នឹងគឺខ្ញុំមកព្រឹកចឹងខ្ញុំដកបានថ្លឹងទៅលក់ឲ្យគេបានមួយថ្ងៃចឹង10000ចា10000ជាងចាព្រោះអានេះ1គីឡូបាន8000ដែរចាហើយផ្សិតរបស់យើងនេះគឺធម្មជាតិ100%ចាអត់មានប្រើថ្នាំគីមីប្រើថ្នាំជំនួយអីទេចាបើពួកខ្ញុំចង់ឲ្យវាដុះរៀងខ្លាំងតិចគឺពួកខ្ញុំប្រើកាកស្កររងោចាក្នុងពេត្រូមកគឺខ្ញុំស្រោចវាទៅចាស្រោចលើកញ្ចប់ឬក៏ស្រោចចូលក្នុងអាកនឹងទៅចាហើយរយៈពេលនៃការដុះរបស់វារហូតដល់4ទៅ5ខែហើយបើខែខ្លះគឺអាចឡើងដល់6ខែឯណោះចាផ្សិតអំបោះនេះគឺដាំបានងាយហើយវាដុះបានយូរចាសម្រាប់បងដែលរវល់ច្រើនអត់មានពេលវេលាថែទាំអីគឺដាំហើយទុកចោលអញ្ចឹងឯងចាហើយបើថាអាកាសធាតុរៀងខ្យល់វូអញ្ចឹងបងប្អូនគ្រាន់តែយកកេះគ្របវាបន្តិចឬក៏កណាត់ក្រុងគ្របវាអញ្ចឹងណាដើម្បីការពារពពួកកដោឬក៏ការពារខ្យល់អញ្ចឹងណាព្រោះអីតែខ្យល់ហួតមកវាស្ងួតវាអត់មានសំណើមអញ្ចឹងវាអត់ចេញផ្កាអញ្ចឹងយើងត្រូវស្រោចវាប្រសើមអញ្ចឹងណាឲ្យតែស្ងួតទៅតែស្រោចឲ្យសើមចាផ្សិតនេះគឺងាយស្រួលដាំខ្លាំងមែនតើចាបងដែលចង់បានកញ្ចប់ផ្សិតអំបោះចាឆាតមកចា page ឈ្មោះបតងជាភាសាអង់គ្លេស account នេះស្រណែតលក់មេផ្សិតចំបើង account ឈ្មោះ Night Maradi ចានិងបតងលក់មេផ្សិតចំបើងចាបងប្អូនអាចឆាតបានចាឆាតសាកសួរព័ត៌មានបន្ថែមក៏បានដែរហើយតម្លៃវិញទុនខ្លាំងមែនតើចា